សួស្តីដល់អ្នកគ្នាថ្ងៃនេះខ្ញុំនឹងមក share ចែកម្លែកពី trip ដែលលេងនៅថ្ងៃអុំទូកហើយនេះគឺជាថ្ងៃទី1របស់ខ្ញុំដែលខ្ញុំទៅមានគ្នា6នាក់ហើយសម្រាប់ថ្ងៃដំបូងគឺចេញមករះទឹកគឺរះចែងចាំងមកខ្លាំងមែនទេសភាពគឺលំបើកថ្ងៃតាំងពីព្រឹកដល់ល្ងាចហើយសម្រាប់ថ្ងៃនេះផងដែរគឺមានបងប្អូនយើងមកច្រើនមែនទែនជិះតាមផ្លូវគឺតង់ម៉ូតូតង់ឡានមកស្ទះភ្នំពេញហ្នឹងហើយដោយសារតែនៅក្នុងភ្នំពេញគឺมันមានការប្រពៃពិធីបុណ្យអុំទូកអីទេហើយនៅតាមខេត្តក៏ដូចគ្នាដែរហើយឥឡូវខ្ញុំដល់អង្គតាសោមហើយគឺខ្ញុំអត់បានជិះទៅតាមផ្លូវត្រង់ទេខ្ញុំបត់ទៅតាមអង្គរជ័យព្រោះដោយសារតែផ្លូវហ្នឹងវាមានទេសភាពស្អាតហើយណាមួយផ្លូវតបនឹងធ្វើថ្មីផងអញ្ចឹងក៏សម្រេចចិត្តទៅផ្លូវហ្នឹងហើយពេលជិះបានមកពាក់កណ្ដាលផ្លូវខ្ញុំក៏ឈប់ញ៉ាំបាយញ៉ាំអាហារពេលព្រឹកសិនហើយសម្រាប់បាយម្ហូបថ្ងៃនេះគឺមានសាច់គោងៀតហើយជាមួយនឹងឆ្អឹងជំនីជ្រូកលាយជាមួយនឹងទឹកត្រីកោះកុងរួចឆ្ងាញ់មែនទែនពេលព្រឹកហ្នឹងហើយយើងអង្គុយនៅជើងភ្នំយើងមើលទេសភាពជាបែបនេះហើយបន្ទាប់ពីយើងបានញ៉ាំអាហារពេលព្រឹកហើយក៏ជិះបដាមកទៀតហើយមកដល់កន្លែងនេះគឺទេសភាពគឺអេមខ្លាំងមែនទែនគួរតែដាក់បទចម្រៀងនេះរដូវខ្យល់បក់ការីស្របំប្រងចឹងបើបងប្អូនមកតាមផ្លូវនេះបងប្អូនក៏จะឃើញហើយនៅតាមទេសភាពតាមដងផ្លូវគឺដោយសារតែខែនេះគឺជាខែនៃការប្រមូលផលស្រូវផងហើយធ្លាក់ខ្យល់មកតិចផងគឺទេសភាពស្អាតមែនទែនហើយវាមិនសូវជាមានភ្លៀងជោគជាំអីប្រហែលទេហើយឥឡូវហ្នឹងគឺខ្ញុំបានមកដល់កែបហើយឥឡូវហ្នឹងគឺយើងជិះម៉ូតូឡើងមកលើភ្នំសិនហើយដើម្បីមកកន្លែងដំបូងហើយកន្លែងហ្នឹងផងដែរគឺនៅជាប់នឹងកាហ្វេលើភ្នំហ្នឹងទេពេលដែលយើងមកដល់គឺរកកន្លែងចតម៉ូតូសិនហើយដោយសារតែថ្ងៃហ្នឹងគឺមានភ្ញៀវទៅច្រើនមែនទែនហើយកន្លែងហ្នឹងគឺឈ្មោះថា Veranda Resort និង Restaurant ហើយសម្រាប់កន្លែងហ្នឹងផងដែរគឺភាគច្រើនគាត់ focus ទៅលើភ្ញៀវជាជនជាតិបរទេសបែបលក្ខណៈ private ហើយជាមួយនឹងធម្មជាតិបែបស្ងប់ស្ងាត់មើលការ decor របស់គេគឺការ decor បែបលក្ខណៈរៀបថ្មជាមួយនឹងធម្មជាតិមានដើមឈើមានអីច្រើនបែបនេះហើយបងប្អូនដែលមកទីនេះគឺអាចមកអាហារថ្ងៃត្រង់ឬជាញ៉ាំកាហ្វេបែបលក្ខណៈកម្សាន្តមិនបាច់ទៅស្នាក់នៅក្នុងហ្នឹងក៏បានដែរហើយសម្រាប់ពួកខ្ញុំមកថ្ងៃដំបូងនេះគឺអត់បានមកស្នាក់នៅនឹងទេខ្ញុំមកញ៉ាំតែកាហ្វេហើយអង្គុយលេងនៅទីនេះសម្រាប់លំហែកាយថ្ងៃដែលពួកខ្ញុំទៅហ្នឹងគឺជាថ្ងៃបុណ្យអញ្ចឹងភ្ញៀវគាត់ទៅច្រើនអញ្ចឹងគាត់ក៏នៅខាងក្រោមអស់អញ្ចឹងពួកខ្ញុំក៏ឡើងមកខាងលើហើយខ្ញុំក៏មកកាហ្វេផឹកអង្គុយលេងនៅទីហ្នឹងទៅហើយសម្រាប់នៅខាងលើគឺមានទេសភាពស្អាតហើយយើងមើលទៅឃើញសមុទ្រហើយមានខ្យល់ត្រជាក់តិចយើងអាចអង្គុយនៅហ្នឹងបានគេអត់កំណត់ម៉ោងទេហើយបន្ទាប់ពីអង្គុយលេងយូរហើយសម្រាប់បាត់ហត់ហើយពួកខ្ញុំក៏ចុះទៅក្រោមដើម្បីទៅហែលទឹកហើយសម្រាប់ការហែលទឹកនេះផងដែរគឺតាមតែខ្ញុំសួរបុគ្គលិកគឺគាត់ប្រាប់ថាយើងចំណាយម្នាក់$5ហើយសម្រាប់ចំណាយម្នាក់$5ហ្នឹងគឺយើងយកទៅទិញភេសជ្ជៈដូចជាម្ហូបនៅក្នុងហ្នឹងប៉ុន្តែយើងត្រូវចំណាយអស់$5ដើម្បីបានទៅចុះលេងទឹកនៅក្នុងហ្នឹងហើយខ្ញុំដើរចុះទៅក្រោមប៉ុន្តែអត់ទាន់បានហែលទឹកទេហើយខ្ញុំក៏ដើរថតមើលទេសភាពនៅជុំវិញហ្នឹងសិនសម្រាប់អាហែលទឹកគេគឺមានលក្ខណៈបែបនេះមានសភាពខៀវស្អាតហើយមានតែភ្ញៀវបរទេសគាត់ទៅអានសភៅនៅក្នុងហ្នឹងទេហើយបន្ទាប់ពីបានហែលទឹកហើយហត់ហើយក៏អស់កម្លាំងគឺខ្ញុំជិះម៉ូតូមកកពតវិញដើម្បីមកញ៉ាំនំបញ្ចុកទឹកម្ហិចហើយសម្រាប់ការញ៉ាំនំបញ្ចុកទឹកម្ហិចនេះគឺខ្ញុំមកញ៉ាំនៅកន្លែងម្ចាស់ដើមយើងចូលទៅក្នុងបន្តិចហើយនៅទីនោះគឺមានលក់ម្ហូបច្រើនមានគួងមានសាច់គោអាំងមានទឹកដូងទឹកអំពៅច្រើនមែនទែនសម្រាប់ថ្ងៃទី1នេះគឺខ្ញុំសម្រាប់នៅក្រុងកពតហើយបន្ទាប់ពីបានញ៉ាំអាហារពេលល្ងាចហើយខ្ញុំក៏យកជិះម៉ូតូដើរលេងនៅតាមមាត់ព្រែកហើយឃើញថាកពតឥឡូវគឺមានការអាប់ដេតខ្លាំងមែនទែនមានឆ្នេរសប្បនិមិត្តមានភ្លើងបំភ្លឺផ្លូវយើងមើលទៅគឺឃើញស្អាតណាស់ហើយមានបងប្អូនក៏ទៅច្រើនព្រោះដោយសារថ្ងៃបុណ្យទៀតមិនថាគេមិនថាខ្ញុំទេមិនសូវជាចង់នៅភ្នំពេញបានទេចង់ទៅលេងនៅខេត្តដែលយើងមើលទៅនៅតាមដងផ្លូវតាមដងព្រែកគឺមើលទៅស្អាតណាស់មានភ្លើងភ្លឺសញ្ជេះសញ្ចាចហើយវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបាយបាយ